ថ្ងៃនេះនាំអារម្មណ៍អ្នកនរគ្នាមកមើលនៅសកម្មភាពមួយថ្ងៃពេញរបស់ខ្ញុំជាមួយនឹងបងប្រុសយើងដើរបបកត្រីកាប់កណ្ដុរហើយយើងធ្វើការអាំងបាយបឹងទាំងអស់គ្នានេះព្រលឹមឡើងទេសភាពស្អាតថ្ងៃរះអត់ទាន់ផុតទេចេញពលឺមកនេះហៅពន្លឺពណ៌មាសនេះហើយយើងគប់ហើយខ្សែទី1ប្រឡងនេះស្អាតហើយត្រីក៏ច្រើនដែរតែខ្ញុំយកអត់សូវបានទេសារអត់សូវចេះយកដែរនេះខ្សែទី1អត់ទាន់ខំទេស្អាតមែនតើហើយអ្នកបបកដឹងស្រាប់ហើយព្រលឹមឡើងចេះត្រីដេញចាប់ចំណីពេញហ្នឹងជាមួយដល់ខ្សែទី2ខ្ញុំចូលចិត្តគប់តែដៃមួយដោយសារដងឲ្យដុំខ្ញុំវាស្រាលគប់ដៃមួយស្រួលនេះអូដល់មុខទឹកខំភ្លឹបនេះធ្វើដែរត្រីមកតែកន្លែងនេះខ្ញុំយកអត់បានទេវត្តមកវាអត់ចូលខ្ញុំពងទៅត្រីពងដូចជានៅដល់ពេលវត្តមកស្បៃនេះយើងបិទមួយហើយយើងគប់ទៅទៀតត្រីនឹងចាំខំនៅកន្លែងហ្នឹងតែវាអត់ទៅណាវាឃ្លានត្រីសែគឺបែបនេះខំទៀតកន្លែងតែដែរយកនុយមួយហើយនៅចាំនឹងទៀតដល់ខ្សែទី2មានអីចាំមើលខ្ញុំវត្តមកយកពងតពងហ្នឹងនេះញាក់ថៃទីងវត្តមក7លៀតតែបើតើអាត្រីមួយហ្នឹងយកអត់បានទេតាំងពីព្រឹកមកព្រលឹមឡើងគឺចឹកប្រយយកអត់បានប្រយហើយយើងក៏ធ្វើដំណើរមកដល់បឹងដល់រោងដោយសារនេះជាកន្លែងរោងយើងតាមពិតទៅរោងនេះនៅពេលដែលទឹកវាស្រកទៅយើងនៅក្រោមមកឥឡូវវាដល់លើនេះខ្ញុំពេលគប់ថយអត់បានកាប់កណ្ដុរម្ដងកណ្ដុរបងខ្ញុំកាប់គាត់ថាឃើញកណ្ដុរខ្ញុំរត់តែនិយាយទូរស័ព្ទទៅទៅក្រោតដល់គាត់វាយម្នាក់ឯងវាអត់តាន់ខ្ញុំនៅវល់និយាយទូរស័ព្ទគាត់នោះទៅគាត់ដេញតាមចាប់ម្នាក់ឯងខ្ញុំមានអីវាយមិនទូចវាយមិនកើតដងទំតែងផងឥឡូវបាត់ហើយកណ្ដុរហ្នឹងគាត់ដើររោម្នាក់ឯងខ្ញុំជាប់និយាយទូរស័ព្ទកណ្ដុរហ្នឹងចុះទឹកបាត់ហើយវាជាមួយទឹកគាត់ខំដើររោអីឃើញកណ្ដុរធ្លាក់ទឹកបាត់ហើយសាមមកនេះកន្លែងនេះកណ្ដុរឈួនណាពេលទឹកលិចជុំវិញហើយវានៅសល់តែកន្លែងហ្នឹងកណ្ដុរវាដឹងទៅណាវាមកនៅផ្ដុំគ្នាហ្នឹងមកឡងណែនពេញហ្នឹងយើងកាប់រុនថ្មីអាមួយមិញរួចបាត់ហើយរុនមួយទៀតខ្ញុំយកស្ទូចទុកសិនខ្លាច់បាត់ខ្លាច់រត់ទៅយកសឡំយកស្ទូចវាយហ្មងនេះបងខ្ញុំកាប់ទៀតហើយមានដើមនេះដើមត្រែងក្នុងដៃមួយទុនវាយមិនត្រូវទេគាត់ថាជប់មើលគាត់ថាចេញមកយកជាប់សកាត់ជាប់ឲ្យខ្ញុំចាប់ខ្ញុំហ៊ានចាប់ក៏ដល់ជាប់បាត់ហើយនេះបានមួយហើយបានមួយមករុននឹង2មករុននេះខ្ញុំដាក់អង្គប់ដាក់ចូលក្នុងគុកភ្លុកមកថាយកដងសទូចទុកគ្នាបានទុកណាមិនវល់បងថាក៏ដល់ចេញមកមើលសិនមកចាប់សិននៅថានោះមួយទៀតប្រានោះមួយទៀតនេះហើយខ្ញុំទៅខំរោមើលចាំចាប់មិនចាំចាប់ទេចាំវាយនេះខំអឺតអត់ឃើញកណ្ដុរតែបើអាកណ្ដុរលួចចេញតាមហយនេះផ្លាច់ចូលគប់ខ្ញុំបាទគប់ខ្ញុំដាក់ចាំនៅហ្នឹងនេះអូខេកណ្ដុរច្រើនដែរតែយើងជីកវាបានបន្តិចដោយសារយើងត្រូវត្រឡប់ទៅផ្ទះវិញលឿនដែរយកតែល្មមអាំងបានទេអូអ្នកចេះហូបកណ្ដុរស្ទឹកឡើងទេមិនថានេះយើងអាំងហើយបែបស្រុកស្រែអូគ្រាន់តែបញ្ចូលសលេងឃ្លានទៀតបាត់ទេនោះត្រីប្រូនោះបក់បានមួយប្រូជុំគ្នាស្មាត់បាទនេះអូទេសភាពមេឃលឹមតិចទៀតណានេះបន្ទាប់ពីយើងអាំងមកស្ទុះមើលស្បល់
ជាតិជាតិត្រីហ្នឹងអូយកាប់អាប្រក្រាបនោះមកនេះជុំគ្នាហើយដាក់មកស្មាត់គាត់វិចបាយពីផ្ទះមកខ្ញុំអត់មានបាយទេខ្ញុំមក direct ពោះត្រូវឡើងមកតាំងម៉ោង5ជាងអត់ទាន់មានឲ្យគេលក់បាយទី1អាងបាយនៅរោងហើយឥឡូវរោងកើមកនៅមកនេះមកបាយដោយសារស្មាត់គាត់ដាក់បាយមកពីប្រអប់នេះចែកគ្នាម្នាក់តិចនេះមានជ្រក់មានអីអូជាតិនេះមហូបហាង Sky Bar អាចប្រៀបបានទេតិចថាប្រៀបបានចុះរសជាតិខុសគ្នាដាច់នេះក្លៀនទៀតបដ ாய் ហ្នឹងមើលហើយជាតិនោះស្មាត់យកបាយយកអីមកដែរដាក់ជុំគ្នាបងវត្តកដលមួយឆ្វាប់ខ្ញុំសរេកដលមួយដែរដោយសារយើងអ្នកស្រុកស្រែគ្មានអីទេនេះយើងបន្ទាប់ពីយើងភាសាបាយរួចភ្លៀងលឹមតិចផងក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញជាសកម្មភាពយើងមួយថ្ងៃពេញមានតែប៉ុណ្ណឹងអត់មានអីទៀតទេ